ប្រើ Facebook រាល់ថ្ងៃតិចដឹងថាគេអាចលួចលេង Facebook របស់យើងដោយអត់ដឹងខ្លួនតោះចឹងកុំឲ្យខាតពេលយូរចូលទៅមើលទាំងអស់គ្នាបាទជាដំបូងយើងចូលជាមួយនឹង Facebook ហើយបន្ទាប់មកយើងចុចទៅលើ profile Facebook យើងសិនមកបាទហើយបន្ទាប់មកទៀតយើងចុចកន្លែងសញ្ញាត្រី3បាទត្រី3បែបនេះហើយយើងនឹងឃើញខាងក្រោមហ្នឹងបាទគេដាក់ថា setting and privacy ចឹងយើងចុចត្រង់ចំណុចហ្នឹងមកបន្ទាប់យើងធ្វើការចុចទៅលើពាក្យថា setting អញ្ចឹងបងប្អូននឹងឃើញបែបនេះហើយយើងចុចបន្តទៀតត្រង់ចំណុច account center ហ្នឹងមកអញ្ចឹងត្រង់ចំណុចណាក៏បានដែរក្នុងវងធំហ្នឹងបាទបន្ទាប់មកយើង scroll មកក្រោមយើងធ្វើការចុចទៅលើពាក្យថា password and security បាទអញ្ចឹងយើងចុចលើហ្នឹងហើយបន្តមកទៀតបងប្អូនធ្វើការចុចត្រង់ចំណុចពាក្យថា where you បាទ are logged in បាទអញ្ចឹងយើងចុចលើហ្នឹងមកអញ្ចឹងនៅពេលដែលយើងធ្វើការចុចត្រង់ចំណុចហ្នឹងហើយវានឹងបង្ហាញឲ្យយើងបែបនេះអញ្ចឹងបងប្អូនចុចទៅលើឈ្មោះយើងខាងលើហ្នឹងមកបាទឈ្មោះខាងលើហ្នឹងគឺយើងនឹងឃើញហើយប្រភេទទូរស័ព្ទឬដែលគេ log out ប្រើប្រាស់របស់យើងចំណុចខាងលើហ្នឹងគេដាក់ device ហ្នឹងរបស់យើងកំពុងប្រើប្រាស់ហើយខាងក្រោមនេះគឺជាប្រភេទទូរស័ព្ទដែលលួចលេង Facebook របស់យើងណាមានន័យថាគេលួចប្រើប្រាស់នៅ account Facebook របស់យើងអញ្ចឹងនៅពេលដែលបងប្អូនឃើញទម្រង់បែបហ្នឹងហើយបងប្អូនគួរតែប្រុងប្រយ័ត្នទៅហើយបើសិនជាប្រើប្រាស់ Facebook បងប្អូនគួរតែឧស្សាហ៍ឆែកបន្តិចបាទដើម្បីការពារ Facebook របស់យើងហ្នឹងពីការលួចប្រើប្រាស់របស់អ្នកដទៃឬក៏គេយក account របស់យើងហ្នឹងធ្វើរឿងអីមិនល្អអញ្ចឹងបងប្អូនអាចធ្វើការចុច select ខាងក្រោមទាំងអស់ហ្នឹងដើម្បីយើងធ្វើការ log out ហើយបើសិនជាក្នុងករណីថាបងប្អូនចុចទាំងអស់ហ្នឹងគឺវាអត់មកទេក៏អត់អីដែរហើយក៏មិនបាច់ភ័យដែរបងប្អូនណាឧទាហរណ៍ថាចុចទៅវានឹងវាអត់ចេញទេបងប្អូនឃើញអត់វាអត់អាចធ្វើការលុបបានទេអញ្ចឹងបងប្អូនអាចធ្វើការចុចត្រង់ចំណុចម្ដងមួយបានអញ្ចឹងយើងចុចទៅលើឈ្មោះហ្នឹងមួយមកហើយយើងយកពាក្យថា log out ហើយយើងចុចពាក្យថា log out មកគឺយើងនឹងទទួលបានលុបបានជោគជ័យហើយកន្លែងហ្នឹងណាបងប្អូនបាទយើងអាចលុបបានជោគជ័យហើយអញ្ចឹងបងប្អូនត្រូវតែធ្វើអញ្ចឹងម្ដងមួយមកបើសិនជាយើងលុបម្ដងអត់អស់អញ្ចឹងណាបាទអញ្ចឹងយើងធ្វើការលុបម្ដងមួយមកដើម្បីយើងការពារ account Facebook របស់យើងហ្នឹងឲ្យមានសុវត្ថិភាពជាងមុនហើយបន្ទាប់ពីយើងធ្វើការលុបទាំងអស់ហ្នឹងហើយបងប្អូនគួរតែធ្វើការផ្លាស់ប្ដូរ password ថ្មីមកបាទអូខេវីដេអូក្នុងការចែករំលែកក៏មានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើន